ព័ត៌មានថ្នាក់ជាតិមួយរឿងជាបន្តទៀតបាទគឺសមាជិកបសសចូលនិវត្តជាង8600នាក់ហើយបាទទទួលបាននៅប្រាក់សុទ្ធនឬក៏ប្រាក់រត្រែតគិតមកត្រឹមខែមេសាឆ្នាំ2026នេះបាទបេឡាជាតិសន្តិសុខសង្គមដែលយើងហៅកាត់ថាបសសហ្នឹងគឺមានសមាជិកបាទបសសចូលនិវត្តជាង8600នាក់ហើយទទួលបាននៅប្រាក់សុទ្ធនឬក៏ប្រាក់រត្រែតពីបសសលោកបណ្ឌិតហេងសុផាន់នរិទ្ធដែលជាអគ្គនាយករងបសសនិងជាអ្នកនាំពាក្យក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកបានមានប្រសាសន៍ថាគិតចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សុទ្ធនកាលពីចុងឆ្នាំ2022រហូតមកដល់ត្រឹមខែមេសាឆ្នាំ2026នេះបសសបានផ្ដល់នូវប្រាក់សុទ្ធនឬក៏ប្រាក់រត្រែតដល់សមាជិកបសសដែលចូលនិវត្តចំនួន8629នាក់នៅក្នុងនោះមានស្រីចំនួន3594នាក់ដោយចំណាយទឹកប្រាក់អស់ចំនួន26លាន74ម៉ឺន402លានរៀលស្មើទៅនឹងប្រមាណជា6.7លានដុល្លារដែលបានរួមចំណែកធានាសន្តិសុខនិងស្ថិរភាពប្រាក់ចំណូលដោយមន្ត្រីរាជការនិងទទួលបាននៅរបបថែទាំសុខភាពពីបសសផងដែរលោកអគ្គនាយករងបសសបានបន្តទៀតថាការបង់ប្រាក់បាទភាគទានរបស់បសសបាទសន្តិសុខសង្គមផ្នែកប្រាក់សុទ្ធនពីវិនិយោជកនិងកម្មករនិយោជិតនេះគឺតម្រូវឲ្យបង់ចំនួន 4% នៃចំនួនប្រាក់ឈ្នួលរបស់កម្មករនិយោជិតនៅក្នុងនោះនិយោជកគឺត្រូវបង់ចំនួន 2% និងកម្មករនិយោជិតបង់ចំនួន 2% លោកអគ្គនាយករងបសសលោកបានបញ្ជាក់ថាដើម្បីអាចស្នើសុំប្រាក់សុទ្ធនបាទជរីភាពគឺសមាជិកបសសត្រូវបំពេញនៅលក្ខខណ្ឌកំណត់មួយចំនួនរួមមានបានចុះបញ្ជីនៅបសសផ្នែកប្រាក់សុទ្ធនបានបង់ភាគទានមកបសសបានយ៉ាងតិចចំនួន12ខែនិងត្រូវមានអាយុយ៉ាងតិចចំនួន60ឆ្នាំនិងត្រូវភ្ជាប់ឯកសារសំខាន់មួយចំនួនរួមមានបានសមាជិកបសសច្បាប់ដើមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមឬក៏លិខិតឆ្លងដែនសម្រាប់ជនបរទេសសេចក្តីចម្លងសម្បត្តិអាពាហ៍ពិពាហ៍និងសេចក្តីចម្លងបញ្ជាក់សម្បត្តិកំណើតកូននឹងត្រូវមានលេខគណនីធនាគារអេស្រីដាឬក៏លេខគណនីធនាគារកាណាឌីយ៉ាគូបញ្ជាក់ផងដែរថារហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន3រួមមានទី1របបសន្តិសុខផ្នែកហានិភ័យការងារដែលបានអនុវត្តនៅខែវិច្ឆិកាឆ្នាំ2008សម្រាប់វិស័យឯកជននិងវិស័យសាធារណៈអនុវត្តនៅខែមករាឆ្នាំ2021ទី2របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែលបានអនុវត្តនៅខែកញ្ញាឆ្នាំ2016សម្រាប់វិស័យឯកជននិងវិស័យសាធារណៈអនុវត្តនៅខែមករាឆ្នាំ2018និងទី3របបសន្តិសុខសង្គមផ្នែកប្រាក់សុទ្ធនដែលបានដាក់ឲ្យអនុវត្តកាលពីចុងឆ្នាំ2022កន្លងទៅបាទចាអរគុណយើងចេញពី